Commander Digi ដែលយើងស្គាល់ថា 8G កាលពីមុនគឺជា Commander មួយដែលបច្ចុប្បន្ននឹងស្រួលហៅ Ultra Synergy ជាជាង Commander ដទៃទៀតមូលហេតុដែលហ៊ាននិយាយថា Digi គឺងាយផ្ទុក Ultra Synergy ហ្នឹងក៏ព្រោះតែថាឆេះដំបូងដែល Digi ផ្ដល់ឲ្យយើងគឺជា Synergy ឆេះហើយនៅក្នុងឆេះនឹងផងដែរយ៉ាងហោចណាស់គឺត្រូវតែមាន Special Synergy មួយហើយអីទៅជា Special Synergy តាមពិតទៅពេលតែ Special Synergy ហ្នឹងគឺខ្ញុំប្រើតែសម្រាប់ខ្លួនឯងទេតែឥឡូវខ្ញុំនឹងបញ្យល់ឲ្យច្បាស់ថា Special Synergy ដែលខ្ញុំនិយាយហ្នឹងគឺជាអី Special Synergy ដែលខ្ញុំនិយាយហ្នឹងគឺជា Synergy ដែលអាចឡើងទៅដល់10ឬយើងអាចហៅថាជា Synergy ដែលអាចឡើងទៅដល់ Ultra Synergy ហើយនេះគឺជា Synergy ទាំង7ដែលវាអាចឡើងទៅដល់ Ultra Synergy បានខ្ញុំឈប់និយាយតែប៉ែហើយឥឡូវហ្នឹងយើងមកយល់ដឹងអំពី skill របស់ Digi វិញនៅ skill របស់ Commander Digi នៅពេល start game យើងនឹងទទួលបាន clock មួយហើយដល់ពេលដែល clock នឹងសរុប point បាន100 point យើងនឹងទទួលបាន ឆេះចំនួន1ដោយក្នុងមួយ round យើងនឹងទទួលបាន15 point សម្រាប់ Commander Digi ដែលមានផ្កាយមួយហើយឯចំនួនឆេះដែលយើងអាចទទួលបានគឺធំតែ3ឆេះតែប៉ុណ្ណោះតែបើសិនជា Commander Digi របស់អ្នកទាំងអស់គ្នាមានផ្កាយ2នៅពេលដែលអ្នកទាំងអស់គ្នាឈ្នះវានឹងបន្ថែមឲ្យ10 point ទៀតអញ្ចឹងយើងនឹងទទួលបាន25 point តែបើសិនជា round ណាមួយដែលយើងចាញ់យើងនឹងមិនទទួលបាន10 point ទេយើងនឹងទទួលបាន300ឈាមបន្ថែមទៅលើ clock របស់យើងសម្រាប់ការរបស់ Commander Digi យើងនឹងទទួលបាន15 point បន្ថែមរៀងរាល់ round មិនថាចាញ់ឬឈ្នះមិនតែប៉ុណ្ណោះយើងអាចទទួលបាន hub បន្ថែមមួយទៀតអញ្ចឹងស្របទៅយើងអាចទទួលបាន4 hub ដោយ hub ចុងក្រោយហ្នឹងគឺមានតម្លៃមិនថោកជាង 25 កាក់ឯងពេលខ្លះយើងអាចនឹងទទួលបាន25 កាក់ហើយពេលខ្លះយើងអាចទទួលបាន Mirror Device តែភាគច្រើនដែលខ្ញុំលេងយើងនឹងទទួលបាន Mirror Device នៅក្នុង hub ទី4ហ្នឹងហ្មងពាក់ព័ន្ធជាមួយរង្វាន់របស់ Chess Original ទាំង3របស់ Digi ដោយ Chess របស់វាត្រូវបានបែងចែកជា3ធាតុមានខៀវស្វាយហើយនិងពណ៌មាសនៅក្នុង Chess ដំបូងរបស់ Digi វានឹងឲ្យយើងជ្រើសរើស Synergy ចំនួន1ក្នុងចំណោម Synergy ចំនួន3នៅក្នុង Chess ទី2របស់ Digi យើងនឹងអាចជ្រើសរើសយក item មួយក្នុងចំណោម item ទាំង3នឹងត្រូវបានបន្ថែមឲ្យយើងនៅ5កាក់បន្ថែមទៀតដោយ Chess ទី3របស់ Digi គឺជា Gold Chess យើងអាចជ្រើសរើសយក item ចំនួន2ពី Chess ចំនួន2ដែល item នៅក្នុង Chess ទាំងពីរហ្នឹងសុទ្ធតែជា item in hand ទាំងអស់ហើយសម្រាប់ trick ដែលយើងលេង Digi ដើម្បីចង់បាន Ultra Synergy ពេលដែលយើងបាន Synergy ដំបូងនៅក្នុង hub ទី1ហើយយើងមិនគួរយកវាភ្លាមទេពលគឺយើងត្រូវរងចាំដល់ពេលដែលយើងដេញថ្លៃទៅយក Random Magic Crystal ដើម្បីយើងសង្ឃឹមថាមាន Synergy ណាមួយដែលដូចគ្នាទៅនឹង Synergy ដែលយើងបានយកនៅក្នុង hub ទី1ហើយសម្រាប់ game ហ្នឹងដែរគឺចាត់ទុកថាហេងពាក់កណ្ដាលដែរក៏ព្រោះថាវា early game រហូតដល់កន្លែងដេញថ្លៃខ្ញុំដេញថ្លៃបាន Synergy កាយស៊ីនដល់តែ2ដោយសារតែ Angela ខ្ញុំផ្ទុះកាយស៊ីនទៀតអញ្ចឹងមានន័យថាខ្ញុំមានកាយស៊ីន9ក្នុងដៃវិញហើយខ្ញុំរងចាំតែ Synergy កាយស៊ីនមួយទៀតមកគឺខ្ញុំគ្រប់10 Synergy ហើយតែថ្ងៃហ្នឹងគឺថ្ងៃចង្រៃ Facebook 2ដងគឺអត់មាន Synergy កាយស៊ីនទេចឹងហើយគឺខ្ញុំ stack ធំ9កាយស៊ីននឹងឯងអត់មានជំរើសអីទេមានតែផឹងលក់អីទាំងអស់ដើម្បីស្រូបយករូប៊ីបកាយ3តែដល់ខ្ញុំនិយាយចឹងថ្ងៃហ្នឹងគឺថ្ងៃចង្រៃខ្ញុំលក់អស់ពីខ្លួនហើយក៏នៅតែអត់បានរូប៊ីបកាយ3ទៀតខ្វះមួយវាមិនសមកន្លែងហ្នឹងបើមិនអាគាត់នឹង lock shop ទេមានតែខ្ញុំចង្រៃយកហ្មងតែខ្ញុំដូចខ្ញុំនិយាយខ្ញុំចង្រៃមិនមកវាអាគាត់នឹង lock shop ទេម៉ែអាកាយសៀនធៀបផ្ទុះ Ultra Synergy បានត្រឹម9រូប៊ីខ្វះមួយឡើង3វាបានត្រឹមតែប៉ុណ្្នឹងដូចរៀងលើសIs my time up already? Paralysis is my craft.